សំណួរនេះបងអូនស្រីម្នាក់ហ្នឹងគាត់សួរនៅក្នុង comment គាត់សួរជាភាសាអង់គ្លេសហ្នឹងគាត់សួរថា how do I get distracted from something គាត់ចង់សួរថាតាមខ្ញុំយល់ណានៅពេលដែលគ្នាយើងសួរថាតើគួរតែបន្លប់ខ្លួនឯងយ៉ាងម៉េចគួរតែបន្លប់ស្ថានភាពបែបម៉េចដើម្បីឲ្យខ្លួនឯងហ្នឹងប្រហែលជាមានអារម្មណ៍ប្រសើរឡើងជាងមុនហើយសំណួរហ្នឹងវាទលំទលាយអញ្ចឹងខ្ញុំអត់ដឹងថានឹងចាប់ចុងប្រយោគដើមមិនទេប៉ុន្តែក្នុងករណីបើនៅក្នុងពិធីស្នេហាហ្នឹងខ្ញុំគិតថាប្រហែលជាគាត់សួរចេញពីជ្រុងថាសប្តាហ៍ថ្ងៃហ្នឹងគាត់មានបញ្ហាស្នេហាឬក៏ស្នេហាគាត់បែកបាក់អីចឹងទៅហើយគាត់មានអារម្មណ៍ថាគាត់ពិបាកក្នុងការ move on ឬក៏គាត់ពិបាកក្នុងការផ្លាស់ប្ដូរស្ថានភាពខ្លួនឯងដែលប្រហែលជាគាត់កំពុងតែឈឺចាប់រ៉ាំរ៉ៃនឹងបញ្ហាស្នេហាទាំងអស់ហ្នឹងអញ្ចឹងខ្ញុំអាចសម័យថាបើសិនជាឧទាហរណ៍ថាបើសិនជាយើងកំពុងតែបែកបាក់ស្នេហាហើយយើងមានអារម្មណ៍ថាពិបាកក្នុងការបន្តទៅមុខទៀតឬក៏ពិបាកក្នុងការធ្វើចិត្តហើយចិត្តយើងនឹងវានៅតែគិតច្រើនជាមួយនឹងស្ថានភាពពីមុនអញ្ចឹងជាធម្មតាខ្ញុំអាចបញ្យល់អំពីវិធីសាស្ត្រឬក៏របៀបដែលយើងចាប់ផ្ដើមដាក់ចិត្តស្រឡាញ់ស្អីមួយសិនដើម្បីឲ្យយើងដឹងអំពីរបៀបដែលខួរក្បាលយើងធ្វើការរបៀបដែលយើងគិតរបៀបដែលយើងកើតចេញជាអារម្មណ៍សប្បាយចិត្តរីករាយហើយស្រាប់តែសុកនៅពេលដែលយើងលែងមានលទ្ធភាពរីករាយដោយសារតែយើងខូចចិត្តនឹងស្នេហាហ្នឹងធ្វើឲ្យយើងនឹងពិបាកដកចិត្តចេញពីអាការឈឺចាប់ឬក៏អាការនឹករលឹកអារម្មណ៍ល្អៗទាំងអស់ហ្នឹងអញ្ចឹងជាទូទៅមនុស្សយើងមានវិបត្តិរៀងៗខ្លួនអ្នកខ្លះគាត់ជាមនុស្សខ្វះក្តីស្រឡាញ់អ្នកខ្លះទៀតក៏ជាមនុស្សដែលចូលចិត្តផ្គាប់ចិត្តគេច្រើនអញ្ចឹងនៅពេលដែលគាត់ស្រឡាញ់គាត់ធ្វើសកម្មភាពខុសត្រូវលើសខ្វះល្អជាឬក៏ជ្រុលច្រើនណាស់ដើម្បីតែបង្ហាញថាគាត់ស្រឡាញ់អ្នកម្ខាងទៀតខ្លាំងអញ្ចឹងម្នាក់មានវិធីសាស្ត្រស្រឡាញ់រៀងៗខ្លួនយើងអាចសម័យបានថាឧបមាថាបើខ្ញុំស្រឡាញ់របស់នេះមួយរបៀបដែលខ្ញុំមើលថែវាឬក៏របៀបដែលខ្ញុំបង្ហាញថាខ្ញុំស្រឡាញ់គឺខ្ញុំបោះវាខ្ញុំជូតវាចឹងទៅប៉ុន្តែបើសិនជាខ្ញុំស្រឡាញ់សត្វខ្ញុំឲ្យបាយវាស៊ីច្រើនឬក៏ខ្ញុំយកវាទៅងូតទឹកឬក៏ខ្ញុំធ្វើស្អីដើម្បីវាច្រើនអញ្ចឹងនៅពេលដែលយើងស្រឡាញ់មនុស្សម្នាក់បកត្រឡប់មកវិញហ្នឹងគឺយើងអាចព្យាយាមស្វែងយល់ពីរបៀបដែលយើងស្រឡាញ់អ្នកហ្នឹងពីព្រោះអានឹងគឺជាឫសជាដើមចំនៃមូលហេតុនៃការឈឺចាប់របស់យើងឧបមាថាយើងគឺជាមនុស្សដែលមិនសូវមានគេធ្វើល្អជាមួយយើងឬក៏យើងតែងតែគិតថាខ្លួនឯងនឹងជាមនុស្សអាក្រក់មិនគួរឲ្យស្រឡាញ់យើងមានបញ្ហានឹងយើងអត់សូវស្រឡាញ់ខ្លួនឯងឬក៏យើងភាគច្រើនតែងតែទទួលបានមតិរិះគន់ថាយើងចរិតកកខងមិនល្អជា2ជា3ហើយច្រើនតែមិនសូវត្រូវជាមួយគេប៉ុន្តែស្រាប់តែថ្ងៃមួយហ្នឹងមានម្នាក់ហ្នឹងគាត់ទៅសារថាយើងល្អសកម្មភាពដែលយើងធ្វើគឺជាសកម្មភាពល្អអញ្ចឹងយើងចាប់ដើមទទួលជឿពីព្រោះមានគេទៅសារយើងថាយើងជាមនុស្សល្អយើងក៏ទទួលជឿហើយអាហ្នឹងគឺជាអារម្មណ៍មួយដែលយើងជួបប្រទះហ្នឹងគឺវាធ្វើឲ្យយើងរីករាយពីព្រោះខួរក្បាលយើងពេលតែទទួលបានពាក្យទៅសារទាំងអស់ហ្នឹងយើងគិតថាអញជាមនុស្សល្អមែនពីព្រោះមានអ្នកដទៃហ្នឹងរាប់ថាអញជាមនុស្សល្អអញ្ចឹងអញជាមនុស្សល្អអញ្ចឹងហើយយើងក៏ចាប់ដើមសប្បាយចិត្តដល់ពេលដែលម្នាក់ហ្នឹងគាត់ទៅសារយើងច្រើនគិតថាយើងល្អច្រើនយើងក៏ចាប់ដើមរីករាយច្រើនហើយធម្មតានៅពេលដែលយើងរីករាយវាធ្វើឲ្យយើងអារម្មណ៍ល្អខួរក្បាលរបស់យើងវាចាប់ដើមញ៉ាំអញ្ចឹងពេលដែលយើងធ្វើសកម្មភាពរីករាយជាមួយគេមកលេងសើចប្រឡប់ប្រឡាក់មួយយើងអញ្ចឹងទៅធ្វើឲ្យយើងកាន់តែរីករាយពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងណាខួរក្បាលយើងចាប់ដើមញ៉ាំពីព្រោះពេលនៅចិត្តគេពេលដែលទៅធ្វើសកម្មភាពអីជាមួយគេយើងចាប់ដើមមានអុកស៊ីតូស៊ីនឬក៏ដូប៉ាមីនខួរក្បាលដែលធ្វើឲ្យយើងរីករាយហ្នឹងអញ្ចឹងហើយយើងក៏គិតថាយើងជាមនុស្សល្អដោយពឹងទៅលើអាពាក្យទៅសាររបស់ម្នាក់ទៀតហ្នឹងដែលគាត់និយាយថាយើងល្អអញ្ចឹងយើងអត់ដែលគិតថាយើងជាមនុស្សល្អណាសូមបញ្ជាក់នៅពេលដែលមានគេមើលឃើញថាយើងល្អយើងក៏រីករាយហើយយើងក៏ចាប់ដើមជឿថាយើងជាមនុស្សល្អអញ្ចឹងកន្លែងហ្នឹងគឺជាការពិតមួយនៅប្រឡោះហ្នឹងយើងសាកសម័យទៅដល់ស្ថានភាពមួយទៀតយើងស្រឡាញ់គ្នាយើងគិតថាយើងល្អរៀងខ្លួនយើងគិតថាគេល្អគេគិតថាយើងល្អយើងសប្បាយចិត្តវាពេលដែលយើងជួបគេវាធ្វើឲ្យយើងរីករាយសម័យថានៅពេលដែលយើងមានបញ្ហាជាមួយគ្នាម្នាក់នឹងចាក់ចោលយើងឬក៏គេសុំយើងបែកអញ្ចឹងវាคล้ายទៅជាអារម្មណ៍មិនពេញចិត្តយើងមែនណាពីព្រោះបើគេពេញចិត្តគេនៅមួយយើងតហើយប៉ុន្តែគេលែងពេញចិត្តយើងអញ្ចឹងស្រាប់តែពេលយើងទទួលពាក្យថាគេសុំបែកចាពេលហ្នឹងខួរក្បាលយើងអត់យល់ព្យាយាមគិតទៅថាជួយការស្រឡាញ់គ្នាគាត់ថាអញល្អប៉ុន្តែដល់ពេលឥឡូវគាត់សុំអញបែកអញ្ចឹងមានន័យថាគាត់លែងស្រឡាញ់អញអញ្ចឹងដល់បើសិនជាគេលែងស្រឡាញ់អញមានន័យថាគេលែងមើលឃើញថាអញល្អមិនអញ្ចឹងខួរក្បាលយើងអត់យល់អាហ្នឹងដល់ពេលអញ្ចឹងវាព្យាយាមគិតថាជួយហេតុអីបានជាគេឈប់
ស្រឡាញ់អញយើងទទួលយកអត់បានអញ្ចឹងពីព្រោះមនុស្សដែលស្រឡាញ់គ្នាគិតថាគ្នាល្អប៉ុន្តែបើលែងស្រឡាញ់គ្នាប្រហែលជាគេនឹងគិតថាអញលែងជាមនុស្សល្អអញ្ចឹងយើងពិបាកយល់អាកំណត់នឹងដែលមាននៅក្នុងខួរក្បាលខ្លួនឯងយើងអត់ដឹងថាយើងនឹងជាមនុស្សល្អមែនឬក៏អត់ឬក៏នៅតែជាមនុស្សល្អមែនឬក៏អត់អញ្ចឹងយើងពិបាកទទួលយកខ្លាំងថាប្រហែលជាយើងឥឡូវជាមនុស្សអាក្រក់ឬក៏មិនបានជាគេឈប់ស្រឡាញ់យើងលែងមានតម្លៃអស្ចារ្យឬក៏យ៉ាងម៉េចបានជាគេលែងឲ្យតម្លៃយើងអញ្ចឹងពេលហ្នឹងគឺជាពេលដែលយើងបាត់បង់ជំហរខ្លួនឯងពីព្រោះគុណតម្លៃរបស់យើងរងចាំថាតតែគេប្រាប់ថាយើងជាមនុស្សល្អហើយជាមនុស្សគួរឲ្យស្រឡាញ់ហើយគេស្រឡាញ់យើងទើបយើងសប្បាយចិត្តតែសម័យមួយថាគេទៅបាត់គេលែងគិតថាយើងគួរឲ្យស្រឡាញ់យើងក៏ចាប់ដើមមានអារម្មណ៍លែងពេញចិត្តនឹងស្ថានភាពខ្លួនឯងអញ្ចឹងពេលហ្នឹងនៅពេលដែលខួរក្បាលយើងវាអត់យល់ថាហេតុអីបានជាមនុស្សហ្នឹងដែលធ្វើឲ្យយើងរីករាយបែរជាលែងមានលទ្ធភាពមកជួបយើងមកធ្វើសកម្មភាពមួយយើងឲ្យយើងរីករាយអញ្ចឹងខួរក្បាលវាក៏នាំអាចយើងទៅគិតដល់អាសកម្មភាពល្អរីករាយជាមួយគ្នានឹងឯងអញ្ចឹងនៅពេលដែលខួរក្បាលនាំអាចយើងទៅគិតតែរឿងអញ្ចឹងហើយជាក់ស្ដែងនៅខាងក្រៅណាយើងអត់បានទៅធ្វើអីជាមួយគ្នាអត់បានទៅកំសាន្តសប្បាយជាមួយគ្នាទៀតវាធ្វើឲ្យខួរក្បាលហ្នឹងចាប់ដើមគ្មានលទ្ធភាពបញ្ចេញសារធាតុសបាយដូចជាដូប៉ាមីនឬក៏អីហ្នឹងវាអត់បានធ្វើយើងរីករាយទៀតទេអញ្ចឹងហើយវាទៅជាយើងនឹកឃើញគេប៉ុន្តែយើងគ្មានលទ្ធភាពសបាយអញ្ចឹងវាធ្វើយើងឈឺចាប់អញ្ចឹងនៅពេលដែលយើងឈឺចាប់យើងអត់ដឹងថាត្រូវធ្វើអីទេប៉ុន្តែកន្លែងនេះពេលដែលនិយាយដល់ចំណុចហ្នឹងសួរថាវាមានន័យថាម៉េចកន្លែងនេះវាមានន័យថាជាក់ស្ដែងយើងត្រូវផ្លាស់ប្ដូរការគិតខ្លួនឯងចេញចរិតយើងបែបណាសារធាតុឬក៏សន្តានយើងបែបណាល្អឬអាក្រក់យើងត្រូវយល់ខ្លួនឯងថាខ្ញុំល្អកន្លែងណាខ្ញុំមានវិបត្តិប្រឡោះណាខ្លះខ្ញុំមានចំណុចខ្សោយអីគេខ្លះអញ្ចឹងយើងអាចសម្ដីមិនល្អចរិតមិនល្អយើងអាចយល់ពីខ្លួនឯងហើយយើងរៀនផ្ទាត់វាចោលប៉ុន្តែសម្រាប់ការដែលយើងធ្លាប់ស្រឡាញ់គេខ្លាំងយើងធ្លាប់ធ្វើល្អជាមួយគេបានច្រើនរាល់សកម្មភាពល្អៗដែលយើងធ្លាប់ធ្វើទៅឲ្យគេកន្លែងហ្នឹងវាមិនមែនមានន័យថាយើងនឹងភ្លើឬក៏មិនមែនមានន័យថាយើងនឹងល្ងងចាញ់បោកគេឬក៏លះបង់គ្មានតម្លៃអីទេព្រោះកាលណាតែយើងគិតអញ្ចឹងវាធ្វើឲ្យយើងកាន់តែស្អប់ខ្លួនឯងព្រោះយើងគិតថាយើងជាមនុស្សល្ងងយើងជាមនុស្សដែលលះបង់អត់ប្រយោជន៍គេមើលងាយគុណតម្លៃយើងយើងផ្លាស់ប្ដូរការគិតយើងទៅបន្តិចថាសកម្មភាពទាំងអស់ហ្នឹងបូកដល់ខ្លួនចៃទៅវាមានន័យថាយើងគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពមានលទ្ធភាពស្រឡាញ់មនុស្សម្នាក់ទៀតនោះបានខ្លាំងកម្រិតហ្នឹងអញ្ចឹងអាហ្នឹងគឺជាសារធាតុឬក៏សន្តានមនុស្សល្អរបស់យើងគឺយើងមានសមត្ថភាពស្រឡាញ់គេបានល្អបានស្មោះអញ្ចឹងហើយបើសិនជាយើងផ្ដល់ទៅឲ្យអាមួយនឹងវាគ្មានលទ្ធភាពមើលឃើញថាល្អយើងកុំបាច់បារម្ភអីយើងអាចវិតខ្ចប់ខ្លួនឯងឡើងវិញហើយគិតថាកុំខ្វល់រឿងថាអានឹងមើលឃើញល្អឬក៏អត់បើអញយកក្តីស្រឡាញ់នឹងទៅផ្ដល់ឬក៏ចែករំលែកជាមួយអ្នកដទៃណាដែលគេជាមនុស្សល្អដូចគ្នាហើយគេមើលឃើញគុណតម្លៃយើងប្រឡោះហ្នឹងគេឲ្យតម្លៃទឹកចិត្តយើងប៉ុណ្ណឹងហើយគេអាចផ្ដល់គុណសម្បត្តិឬក៏ផ្ដល់គុណតម្លៃត្រឡប់មកយើងវិញគោរពឲ្យតម្លៃក្តីស្រឡាញ់របស់យើងវិញបានយើងបន្តចែកទៅឲ្យអ្នកនំផ្សេងទៀតបានអញ្ចឹងអារឿងអាមួយនឹងក្បត់យើងឬក៏អាមួយនឹងវារត់ចោលយើងឬក៏យ៉ាងម៉េចវាគឺជាបញ្ហារបស់វាអាចថាអាមួយនឹងភ្នែកស្អុយឬក៏អាមួយនឹងគ្មានសមត្ថភាពគោរពយើងអាមួយនឹងគ្មានសមត្ថភាពឲ្យតម្លៃទឹកចិត្តរបស់យើងអញ្ចឹងវាគឺជាបញ្ហារបស់អាមួយនោះចំណែកចំណុចល្អរបស់យើងគឺយើងមានលទ្ធភាពស្រឡាញ់គេបានខ្លាំងក្នុងកម្រិតហ្នឹងអញ្ចឹងយើងត្រូវចេះវិចខ្ចប់យកទៅឲ្យអាណាផ្សេងអញ្ចឹងហើយយើងអាចនឹកសកម្មភាពសបាយនឹងបានប៉ុន្តែបើយើងបន្តនឹកវាមានន័យថាយើងនឹងកំពុងតែរងចាំឲ្យអាមួយនឹងផ្ដល់តម្លៃមកឲ្យយើងហើយរត់មករកយើងវិញប៉ុន្តែជាក់ស្ដែងការពិតនៅត្រង់ថាអាមួយនឹងវាអាចនឹងគ្មានលទ្ធភាពរត់ត្រឡប់មកយើងវិញយើងអត់ត្រូវអង្គុយទន្ទឹងអាហ្នឹងព្រោះយើងអង្គុយទន្ទឹងអាហ្នឹង 4-10 ឆ្នាំទៀតបើអាហ្នឹងវាមិនចង់មកគឺវាមិនចង់មកប៉ុន្តែយើងចង់ធ្វើអីបន្ទាប់ពីហ្នឹងទៅរកបើកចិត្តទៅមើលអ្នកណាផ្សេងឲ្យតម្លៃអ្នកណាផ្សេងអ្នកផ្សេងណាឲ្យតម្លៃយើងត្រូវគ្នាអាហ្នឹងវាសំខាន់ជាងហើយវាអាចធ្វើឲ្យយើងនឹងត្រឡប់មករីករាយវិញបានមានន័យថាបើខ្ញុំលក់របស់ហ្នឹង2រៀលទៅខ្ញុំឈឺចាប់ជាមួយអាមួយហ្នឹងខ្ញុំអាចទុកវាសិនហើយខ្ញុំខ្ចប់វាស្អាតខ្ញុំយកវាទៅលក់ 4-5 រៀលទៅឲ្យអ្នកដទៃណាដែលគេចង់បានវាហើយគេឲ្យតម្លៃវាថារបស់ហ្នឹងគឺជារបស់ល្អដែលយើងមានអញ្ចឹងណាអញ្ចឹងពេលហ្នឹងដែលយើងលក់បានជាមួយអ្នកដែលគេចង់បានពិតប្រាកដគេនឹងអរគុណយើងគេឲ្យតម្លៃយើងហើយយើងក៏ឲ្យតម្លៃទឹកចិត្តដែលគេសមាជិកទិញយើងឬក៏ចង់បានរបស់ដែលយើងមាននឹងដែរអញ្ចឹងពេលដែលគេអត់ទិញអាហ្នឹងមិនមានន័យថាអាហ្នឹងអត់តម្លៃទេគ្រាន់តែអាមួយហ្នឹងវាអត់លុយទិញចំណែករបស់នេះតម្លៃវា5រៀលឬវានៅតែ5រៀលវាស្រែកតែមាត់យើងថាទេបើយើងលក់10រៀលក៏វាមានន័យថា10រៀលអ្នកណាផ្សេងដែលគេឃើញតម្លៃវាគេចង់ទិញវាក្នុងតម្លៃ10រៀលវាជាគុណតម្លៃរបស់យើងដែលយើងកំណត់ឲ្យគេមើលឃើញអញ្ចឹងដែរអញ្ចឹងពេលហ្នឹងគឺជាពេលដែលយើងអាច move on ទៅមុខបានហើយអញ្ចឹងសួរថាតើយើងបន្លប់ខ្លួនឯងវាមិនជាក់ស្
ស្ដែងឆ្លើយនឹងសំណួរហ្នឹងទៅបន្ទាប់ពីខ្ញុំឆ្លើយហើយវាអត់មានអីត្រូវបន្លប់ទេតែបើយើងពិតជាចង់បន្លប់ដើម្បីឲ្យខួរក្បាលយើងរីករាយដូចយើងដឹងអញ្ចឹងខួរក្បាលយើងត្រូវការដូផាមីនប៉ុន្តែដូផាមីនវាមិនមែនចេញតែពីស្នេហាមកទេអ្នកខ្លះគាត់ទៅច្រៀងខារ៉ាអូខេអ្នកខ្លះគាត់ទៅដើរលេងជាមួយមិត្តភក្តិអញ្ចឹងវាធ្វើឲ្យគាត់សប្បាយបានមួយពេលពីរពេលប៉ុន្តែសួរថាមួយពេលពីរពេលវាធ្វើឲ្យយើងឈឺចាប់ទៀតអត់វាអាចប៉ុន្តែត្រូវចាំថាខួរក្បាលវាត្រូវការសប្បាយមិនមែនម្ដងទេយើងត្រូវតែរៀនបន្ស៊ាំខួរក្បាលយើងឲ្យទៅសប្បាយឲ្យច្រើនដងរហូតដល់តែយើងមានលទ្ធភាពអាចដកចិត្តឈប់គិតជាមួយអនុកើតពីព្រោះជាក់ស្ដែងបើយើងទុកឲ្យខួរក្បាលយើងទនេហើយអង្គុយគិតវានឹងលោតតែអាកំណត់អាក្រក់ហ្នឹងឯងអាកំណត់តែឈឺចាប់ហ្នឹងប៉ុន្តែបើយើងច្រៀងមួយបទវាសប្បាយ2នាទីយើងច្រៀង10បទដើម្បីសប្បាយ20នាទីឯងអញ្ចឹងទៅនិយាយទៅច្រៀងរាល់ថ្ងៃក៏ច្រៀងទៅឲ្យតែវាសប្បាយចិត្តរាល់ថ្ងៃអញ្ចឹងនៅពេលដែលយើងបន្ស៊ាំខ្លួនឯងជាមួយនឹង routine ឬក៏សកម្មភាពសប្បាយច្រើនពេលហ្នឹងខួរក្បាលយើងចាប់ដើមប្រឡែងអ្វីដែលឈឺចាប់ហើយព្រោះវាចាប់ដើមមកឃ្លានសេចក្តីសុបាយពីសកម្មភាពថ្មីៗដែរអញ្ចឹងបានថាពេលដែលយើងបែកស្នេហាយើងអាចព្យាយាមរកអីដែលសុបាយធ្វើឲ្យបានច្រើនជាមួយមិត្តភក្តិជាមួយគ្រួសារហើយរៀនបើកចិត្តខ្លួនឯងទៅរាប់អានអត្តតីទៅពីព្រោះមនុស្សល្អហ្នឹងវាក៏មានច្រើនដែរមិនអត់ទេអញ្ចឹងអាមួយនឹងអាក្រក់យើងទៅរកល្អទៅហើយពេលខ្លះយើងបំភ្លេចវាមិនកើតទេយើងអត់ត្រូវការបំភ្លេចទេយើងត្រូវការតែយល់ឲ្យច្បាស់អំពីគុណតម្លៃខ្លួនឯងអញ្ចឹងហើយអាហ្នឹងខ្ញុំគិតថាវាគួរតែជាវិធីដែលអាចឲ្យយើងនឹងសប្បាយត្រឡប់មកវិញហើយមានលទ្ធភាពស្រស់បំព្រងរីករាយអីអញ្ចឹងទៅអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាមិនថាអ្នកណាមានបញ្ហាស្នេហាឬក៏មិនទេយើងត្រូវយល់ពីបញ្ហារបស់ខ្លួនហើយយើងត្រូវយល់អំពីស្អីដែលយើងត្រូវធ្វើដើម្បីឲ្យសប្បាយវាមានវិធីច្រើនដើម្បីសប្បាយប៉ុន្តែបើយើងនៅតែគិតអារឿងគេដែលហ្នឹងយើងទៅពិនិត្យទៅលើអារម្មណ៍ខ្លួនឯងថាយើងស្អប់ខ្លួនឯងកម្រិតណាយើងមើលងាយខ្លួនឯងឬក៏អត់ពីព្រោះពេលខ្លះយើងនៅពេលដែលគេបែកពីយើងទៅយើងទីដែលជាអ្នកគិតតែខ្លួនឯងអាមួយនឹងវាបែកពីយើងវាមិនមែនមានន័យថាយើងជាមនុស្សអាក្រក់ឬក៏ជាមនុស្សអស់តម្លៃទេវាគ្រាន់តែមានន័យថាអាមួយនឹងភ្នែកស្អុយក៏វាអាចថាអញ្ចឹងដែរក៏អញ្ចឹងវាមិនមែនថាយើងនឹងលែងជាមនុស្សល្អដែលគួរឲ្យស្រឡាញ់ទេមិនមែនអញ្ចឹងទេអញ្ចឹងដោយសារតែយើងគិតតែអញ្ចឹងឯងបានជាយើងចាប់ផ្ដើមស្អប់ស្ថានភាពខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃកើតចិត្តទូចចិត្តគិតថាប្រហែលជាអញលែងមានតម្លៃប្រហែលជាអញអាក្រក់អីអញ្ចឹងទៅប៉ុន្តែតាមពិតវាមិនមែនមានន័យអញ្ចឹងវាមានន័យថាអាមួយនឹងភ្នែកស្អុយវាលែងមើលឃើញថាយើងល្អអញ្ចឹងខ្ញុំគិតថាមានតែប៉ុណ្្នឹងឯងអរគុណច្រើន